nhưng mà cha tôi nhịp mùi nè nghe nè nhịp tháo nó tu kê tu thua đi tia đây nhom sờ lạnh nơi Denmark nó cứ miền po tròn trong ngõ sạp lăng mình tàn thế nào là về à hello hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកប្រទេសដាណឺម៉ាកឥឡូវនេះខ្ញុំចុះពីលើកប៉ាល់ខ្ញុំហើយកប៉ាល់នេះធំខ្លាំងតែចឹងហើយកប៉ាល់ហ្នឹងខ្ញុំក៏ជាកប៉ាល់ដូចកប៉ាល់មួយដែរខ្ញុំជិះទៅនេះហ៎ទៅឌុបៃដូចគ្នាឥឡូវហ្នឹងកំពុងតែរកមើលឡានជិះដើម្បីទៅកណ្ដាលក្រុងគេកប៉ាល់នេះធំខ្លាំងមែនតើណាWelcome to Denmark សើគេអ្នកចាំពេញហ្នឹងឥឡូវនេះខ្ញុំកំពុងតែចាំបសគេហើយជាខ្ទង់7នាទីទៀតបសមកហើយខ្ញុំនៅមុននឹងមកដើរលេងឥឡូវកាត់សក់ដល់ពេលកាត់សក់នេះឥឡូវសក់ហៅដល់ពេញអូយថ្ងៃនេះមេឃខ្យល់ខ្លាំងមែនតើខ្យល់តាំងពីម្សិលមិញប៉ុន្តែមេឃមានថ្ងៃបើអត់ថ្ងៃទៀតដល់តកកហ្មងហើយនៅនេះរដូវក្តៅនៅប្រទេសDenmarkគេនឹងដូចជា15អង្សាទេឥឡូវនេះQue no será, es la 25 la que te lleva al metro, hay que tenerlo en cuenta. ឥឡូវនឹងចុះពីលើឡានក្រុងហើយត្រូវមកជិះម៉េត្រូដើម្បីទៅ City Center របស់គេឥឡូវហ្នឹងគឺកំពុងតែចាំទិញស្បត់ចិត្តសមុទ្រហ្មងស្អាតប្រទេសដាណឺម៉ាកអាគារគេផ្សេងពីប្រទេសដែលខ្ញុំនៅឬក៏ប្រទេសដែលខ្ញុំធ្លាប់ទៅមេត្រូគេសង្ឃថាមានមនុស្សសោះហ្មងតែជាគេធ្វើការធ្វើអីអស់ Change at Nordhavn for the S trains. នេះផ្លូវគុំដីគេចូលទៅដល់ព្រំហើយមេត្រូគេទៅវិញទៅមកទៅវិញទៅមកមានអីនៅស្រុកនេះ clean ដែរតាស្អាតណាអានេះលើកទី1បាទខ្ញុំដែរដែលខ្ញុំមកប្រទេសដាណឺម៉ាកហ្នឹងគេទៅតែនៅនេះហេតុថារចនាសម្ព័ន្ធគេខុសពីនៅខាងនោះឥឡូវនេះខ្ញុំបានចេញពីចំណតមេត្រូរបស់គេហើយឥឡូវដល់ពេលដែលយើងត្រូវដើរមើលអគារហើយនឹងកន្លែងកណ្ដាលទីក្រុងរបស់គេម្ដង What are you doing here អាសត្វហ្នឹងនិយាយថាឆ្លាតណាវាឆ្លាតណាវាដឹងឲ្យគ្រប់បែបយ៉ាងមើលវាហ៎មើលវាដែរចេះណាឃើញវាអញ្ចឹងណាតិចច្រឡំមកធ្វើបាបកូនចៅវាអីណាវាលើកមកពូជមកចាំតជាតិទៅហើយខ្ញុំក៏បានដើរមកដល់ទីក្រុងរបស់គេនឹងដែរដែលមានឈ្មោះថា Copenhagen ដែលអង់គ្លេសហៅថា Copenhagen ជាទីក្រុងរបស់ប្រទេស Denmark ហើយអគារដែលនៅខាងមុខខ្ញុំហ្នឹងគឺជាព្រះបរមរាជវាំងដែលសាងសង់តាំងពីសតវត្សទី18មកកន្លែងនេះគេមានតាហ៊ានគេណាពាក់មួកដូចតាហ៊ានអង់គ្លេសអញ្ចឹងស្អាតទេហើយឥឡូវហ្នឹងគឺថាទេសចរច្រើនមែនតើចាំមើលអង្គរៈយាមវាំងហ្នឹងគេបដូរវេនណានិយាយទៅរៀងរាល់ពេលពាក់កណ្ដាលថ្ងៃឲ្យតែពេលថ្ងៃត្រង់គឺគេដូរម្ដងហើយអ្នកយាមទាំងអស់ហ្នឹងគឺគេឲ្យឈ្មោះថាអធិរាជអង្គរៈព្រោះពួកគាត់ហ្នឹងត្រូវធ្វើការងារយ៉ាងសំខាន់មែនតើត្រូវការពារព្រះមហាក្សត្រដែលរស់នៅក្នុងព្រះបរមរាជវាំង Amalienborg ហ្នឹងហើយបើយើងក៏លេចទៅមើលឯកសណ្ឋានរបស់ពួកគាត់វិញគឺគាត់ពាក់ឯកសណ្ឋានពណ៌ខៀវជាមួយនឹងមួករួមខ្លាឃ្មុំបើអ្នកទាំងអស់គ្នាចង់មើលកម្មវិធីគេបដូរអង្គរៈហ្នឹងអ្នកទាំងអស់គ្នាត្រូវមកម៉ោង12ថ្ងៃត្រង់គឺគេដូររៀងរាល់ថ្ងៃហ្មងហើយមួយទៀតនោះក៏យើងអាចឈរនៅជិតអង្គរៈរបស់ពួកគាត់ហ្នឹងហើយនឹងនៅជិតវាំងនឹងបានដែរមនុស្សចាំមើលតាហ៊ាននឹងច្រើនខ្លាំងឥឡូវហ្នឹងគេចេញខ្លះណាមុនវិញខ្ញុំមើលមិនឃើញទេព្រោះពួកនេះខ្ពស់ពេកនេះជីកង់ឯងមួយកង់គេពណ៌ឡើង colorful ហ្មងឡើងឆើតឆាយហ្មងនៅស្រុកនេះក៏គេចូលចិត្តជីកង់ដែរទៅហើយបងឲ្យគាត់មកគេជីកង់ទៅមើលគាត់ចាស់ប៉ុណ្ណឹងឯងគាត់នៅសបាយរឿងជីកង់ជីអីមួយ friend គាត់ណែមែននៅតែខ្មែរយើងមានកាហ្វេចល័តទេណានេះក៏គេមានកាហ្វេចល័តដែរទៅ
តែគេមានយូរហើយណានេះខ្ញុំទៅតាមគ្រប់ប្រទេសទៅគេមានតែតូចចឹងឯឡានតូចចឹងហើយគេលក់កាហ្វេតំណងណាប៉ុន្តែកាហ្វេគេណាអត់ទៅដូចយើងឯងឆ្ងាញ់ដូចយើងតែសម្រាប់អ្នកចូលចិត្ត espresso អីអាហ្នឹងដឹងតែអែមហើយជួយគ្រប់គ្រងកាហ្វេខ្ញុំផងអ្នកគេនៅខាងក្រោយស្អាតថ្ងៃនេះគឺថាដើរសុតហ្មងគៀគេចឹងនេះឈុងចឹងនេះគេចតតាមផ្លូវតាមអីចឹងទៅមានកន្លែងវត្ថុអនុស្សាវរីយ៍តាមផ្លូវដូចតាប្រទេសផ្សេងដែរហ្នឹងនិយាយទៅនៅនេះនិយាយទៅវប្បធម៌របស់អឺរ៉ុបមិនសូវខុសគ្នាហ្មងនេះតាំងពីជិះកង់តាំងពីច្បាប់ទម្លាប់អីហ្នឹងស្រៀងគ្នាគេពណ៌ស្អាតគេញ៉ាំអីខាលថ្ងៃចឹងទៅថ្ងៃហ្នឹងអាកាសធាតុល្អបើថ្ងៃហើយខ្យល់មករៀងត្រជាក់បន្តិចមករំភើយអញ្ចឹងអត់សូវក្តៅនេះផ្ទះដែលខ្ញុំស្រឡាញ់នៅ Denmark ហ្នឹងគឺមានពណ៌ច្រើនអញ្ចឹងអូស្អាតខ្លាំងមែនតើទេសភាពគេនេះមានទូកមានអីហើយមួយផ្ទះអញ្ចឹងទៅឡើង contrast គ្នាស្អាតហ្មងណាហើយនៅតាមបណ្ដោយទឹកដែលមានផ្ទះពណ៌ស្អាតៗនេះដែរកាលពីមុនមកគឺជាកំពង់ផែប្រវត្តិសាស្ត្រដែលត្រូវបានកសាងតាំងពីសតវត្សទី17ដោយស្ដេចគ្រីស្ទានទី5ហើយវាក៏ជាកំពង់ផែដ៏សំខាន់សម្រាប់ពាណិជ្ជកម្មនៅសម័យនោះផងដែរហើយកាលពីមុនណាផ្ទះពណ៌ស្អាតៗទាំងអស់ហ្នឹងគឺជាផ្ទះរបស់អ្នកដែលបើកនាវាឬក៏បើកទូកដែលបានចុះមកចតនៅកន្លែងហ្នឹងហើយដល់ពេលមកដល់ឥឡូវហ្នឹងគឺគេយកវាធ្វើហូតែលធ្វើរេស្តូរ៉ង់ឬកន្លែងតាក់ទាញទេសចរអស់ហើយថ្ងៃគេចាំងដល់ហើយនេះខ្ញុំនេះផ្ទះនៅខាងក្រោយស្អាតខ្លាំងហើយឥឡូវនេះខ្ញុំរកទៅផឹកអីសិនព្រោះអីដើរដល់មួយថ្ងៃហើយឡើងផឹកទឹកសុទ្ធទាំងអស់ហើយឥឡូវរត់ហាមកសាក់នៅស្រុកនេះមើលម្ហូបគេអីគេបៀគេបរិយាយគេអញ្ចឹងណាព្រោះអីធម្មតានៅពេលដែលយើងដើរលេងនៅស្រុកគេយើងមិនត្រឹមតែឃើញប្រទេសគេទេសភាពគេស្អាតទេគឺយើងត្រូវតែសាក់ម្ហូបអាហាររបស់គេមើលពីវប្បធម៌គេអញ្ចឹងណាថាឆ្ងាញ់អត់ទៅយកបានអត់យើងរៀនអីថ្មីអញ្ចឹងណាតែអត់គេគិតថាដើរលេងឲ្យប្រយោជន៍យ៉ាងចំណាយលុយចោលគេបានឃើញស្អាតហើយមើលទៅតាម YouTube ក៏បានដែរតែអត់ទេគាត់ពិសោធន៍មកលេងខ្លួនឯងផ្ទាល់ហើយនឹងមើល YouTube គឺខុសគ្នាព្រោះមនុស្សម្នាក់គឺមាន perspective រៀងខ្លួនអញ្ចឹងណាខ្ញុំអត់សូវចូលចិត្តកន្លែងណាដែល touristic តែមានទេសចរច្រើនទេអូនេះគេមាន smoothie ទេនេះ orange juice អូ cherry ណាពេញហ្នឹងមើលតម្លៃគេ50 Denmark crown អូចំពោះខ្ញុំដល់ពេលមានមនុស្សច្រើនពេកចឹងទៅខ្ញុំថាអូគ្រាន់តែមើលឲ្យតែបានមកឃើញអញ្ចឹងណាបានហើយមកចាំបាច់នៅយូរពេកទេអានេះគេមានអានេះដូចស៊ីក្លូយើងចឹងដូចហ្នឹងឯងដូចស៊ីក្លូយើងចឹងប៉ុន្តែប្រហែលជា electric មកទៅឬក៏មិនទេតែខ្ញុំនឹងមិនជិះហ្នឹងព្រោះអត់មានពេលទេដើរលេងនៅអឺរ៉ុបនេះតតែបកែដើរពាក្យថាដើរគឺដើរមក Denmark នេះបើសិនជាយើងមកតែមួយក្រុមហ៊ុន tour អីគេនាំយើងទៅមកកន្លែងដូចជា tourist attraction ឬក៏ landmark អីចឹងទេគឺយើងអត់មានពេល explore ខ្លួនឯងទេ Main Square កន្លែងនេះក៏ស្អាតដែរនេះហើយមើលផ្លាក Rolex គេនៅធំខ្លាំងហើយនៅក្រុម Rolex ហ្នឹងគឺមាន 7-Eleven មួយអូមកឡានអូ Look at that all the sport car នៅក្នុងកាមេរ៉ាមើលមិនឃើញទេមកទៅស្អាតអូហាឡានស្អីគេនោះឡានស្អីគេហៅប៉ាហៅអីទៅនេះឬគេធ្វើអីអត់ដឹងដែរអូយនិយាយថាស្អីគេខ្លះទេ
ជួបលៀងមុននឹងមិញហ្នឹងគឺក្មេងគេរៀនចាប់គេប្រឡងជាប់គេរៀនចាប់អញ្ចឹងណាឥឡូវហ្នឹង summer អញ្ចឹងគេជួលឡានមួយមកគេជួបលៀងគេរាំតាមផ្លូវអញ្ចឹងទៅវត្តពធនេះថ្មីចេញពី Rolex មកឥឡូវមករកទិញនាឡិកានេះ Patek Philippe នេះឲ្យ summer summer អើយមកដល់ហើយនេះហានៅនេះគេមានសារមន្ទីរWorld Guinness Record Museum នៅនេះបែបនេះខ្ពស់ជាងគេលើលោកពេលណាខ្ពស់ជាងគេមានអីចឹងណា family ឬក៏អីតែពេលខ្ញុំវិញខ្ជិលជាងគេលើលោកជាប់នៅនេះតាមផ្លូវគេមានលក់ផ្កាដែរនេះចង់ទិញផ្កាខ្ញុំគ្រាន់ឃើញផ្កាអញ្ចឹងចង់ទិញដាក់ផ្ទះហ្មងតែភ្លេចថាមកដើរលេងមិនអាចទិញបានទេហើយមានម្នាក់ស្រីនោះគាត់ធ្វើបូកេគេនេះគេគួយញ៉ាំអីហាផ្ញើហើយឥឡូវខ្ញុំដើររៀងហត់តិចអីហៅមើលញ៉ាំអីសិនផឹកអីសិនមើលប៊ីយ៉ាគេ Foam Move Modern Market ផឹក Carlsberg ហើយប៊ីយ៉ាមួយកែវដែលខ្ញុំផឹកមិញហ្នឹងគឺជាប៊ីយ៉ាដែលថ្លៃជាងគេនៅក្នុងជីវិតរបស់ខ្ញុំហើយគឺមួយកែវហ្នឹងគឺ2.10 អឺរ៉ូហើយខ្ញុំផឹកកាពូឈីណូមួយកែវនោះគឺ8 អឺរ៉ូសូម្បីតែកូកាកូឡាដែលធម្មតាយើងផឹកហ្នឹងក៏8 អឺរ៉ូដែរនិយាយទៅហើយបើនិយាយពីសាំងវិចវិញគ្រាន់តែសាំងវិចធម្មតាណាពី23ទៅ26 អឺរ៉ូនិយាយទៅបើសិនជាអ្នកទាំងអស់គ្នាចង់មកដើរលេងនៅប្រទេសដែលនៅជិតតំបន់ប៉ូលអីនេះគឺតម្លៃម្ហូបអាហារទាំងអស់គឺតែងតែថ្លៃអញ្ចឹងហ្មងបើតាមបទពិសោធន៍របស់ខ្ញុំនេះគេមាន pink cake គេតំណងឯងម៉ោងម៉ានហើយនេះបើម៉ោងគេផងនេះបើថាអត់ដឹងម៉ោងទៅធ្វើការយឺតទៅរៀនយឺតអីម៉ោងគេដល់ប៉ុណ្ណាណៃទៅតាម Let's go ឥឡូវខ្ញុំបន្ទាប់ពីផឹកអីញ៉ាំអីហើយមកកន្លែងគេនេះគេមាន castle គេមួយហើយអូយបើថាខ្យល់ប៉ើមួកខ្ញុំនៅឡើង5 6 ដងហើយវាចូលទឹកបានគេនេះភ្ញៀវទេសចរនេះខុតដេញចាប់មួកឲ្យយកទៅថាមួយថ្ងៃហ្នឹងគេសួរថាបានឃើញគេខ្លះកិច្ចកម្មភាពឲ្យគេខ្លះដេញចាប់មួកនេះមកឃើញតិចតិចណាកពូលគេហ្នឹងគេចូលចិត្តមក picnic មកដេកអង្គថ្ងៃអញ្ចឹងនេះពេញហ្នឹងហើយនៅនេះមានពូអីគេនេះជីសេះផងហើយអាពស់ថ្លាន់នេះវារត់នឹងពស់ថ្លាន់នេះពស់អីទេអត់ដឹងទេវារត់ជើងសេះដួលទៅហើយពូនឹងត្រូវយកលំពេងហ្នឹងមកចាក់ពស់ទៅពេលពស់វាហាមាត់ហើយសេះនៅហាមាត់ហើយសេះឈឺសេះពេញហ្នឹងតែរឿងហ្នឹងចង់ឲ្យចាប់តែជាយ៉ាងណាក៏ខ្ញុំមិនដឹងដែរនៅក្នុងផាកគេនៅគេដើមឈើនេះធំណាស់ហើយទាំងជួរហ្មងឡើងស្អាតអូមកខ្ចាល់បាក់ចង់ប៉ើងទៅខ្មែរនេះអូខ្យល់ខ្លាំងពេកឥឡូវហ្នឹងខ្ញុំមកយកទូរស័ព្ទមកថតម្ដងហើយនេះហើយ Castle ដែលនៅខាងមុខខ្ញុំហ្នឹងគឺមានឈ្មោះថា Rosenberg ហើយកាលពីមុនហ្នឹងក៏ជាវាំងរបស់ស្ដេចដែរប៉ុន្តែស្ដេចមកគង់នៅហ្នឹងតែពេលរដូវក្តៅទេហើយឥឡូវហ្នឹង Castle ហ្នឹងគឺបានក្លាយទៅជាសារមន្ទីរហើយបើនៅសួនចិត្តហ្នឹងវិញគឺគេដាំផ្កាច្រើនមែនតើដូចនេះផ្កា Lavender នេះក៏អូបឡើងឈ្ងុយហ្មងសំខ្យល់អញ្ចឹងទៀតហើយងាកមកមើល Castle វិញដូចនៅក្នុងរឿងព្រេងនិទានរឿងតុក្កតា Disney អញ្ចឹងហើយគេមានដាំផ្កាចម្រុះពណ៌ដូចកុលាបនេះមានកុលាបក្រហមកុលាបលឿងហើយផ្កាផ្សេងទៀតដែលខ្ញុំអត់ស្គាល់ឈ្មោះទេហើយខ្ញុំអង្គុយហិតផ្កានៅហ្នឹងឡើងចូលចង់កន្លះម៉ោងនិយាយទៅនៅសហភាពអឺរ៉ុបនេះមិនថាប្រទេសណាទេនិយាយទៅគេចូលចិត្តដាំផ្កាគេចូលចិត្តលម្អនៅក្នុងសួននៅតាមសាធារណៈហើយប្រជាជនគេមានអារម្មណ៍ថាស្រស់ស្រាយហ្មងឲ្យទៅពេលរដូវផ្ការីកឥឡូវហ្នឹងកំពុងតែដើរកាត់ park គេដើម្បីទៅហមមើលនាងមច្ឆាមើលម៉ែតគេហ្នឹងគេរូបសំណាកប្រចាំនៅប្រទេសដាណឺម៉ាកហ្នឹងហ្មងនៅនេះឲ្យតែមានព្រៃឈើដើមឈើអីគេអភិរក្សឲ្យទៅដើម្បីឲ្យប្រជាជនគេបានមកដើរហាត់ប្រាណដើរលេងអញ្ចឹងណានេះទូចទេផាកនេះមិនធំទេប៉ុន្តែគេលើកជីកលើកទំនប់លើកអីធ្វើឲ្យដើរទៅអាចមើលឃើញទេសភាពនៅខាងនោះមិនដឹងអីគេដូចតបោ roller coaster អ
nơi khảo mộ nơi miền cặp bà mùi thôm á đôi cặp bà army đó cái miền ở helicopter ấy nơi khẳng lớn nó hai miền tổng triệt bảng được là nếu mà hai chị army mỗi mình kể đậm để nhung smart đấy nè phụ ấy khơi nhẹ bên hụt rồi lại đang đọc lớn tan ấy ạ đây cái nó khơi trắng khơiแต่เลยติดติดนั่งยืนหนึ่งฉลองสเปนนี่ ហើយឥឡូវហ្នឹងគឺខ្ញុំបានមកប្រទេសទាហានមួយទៀតហើយគឺមានឈ្មោះថា Castellet ហើយផាកដែលគេរត់មិញហ្នឹងក៏ផ្នែករបស់ប្រទេសហ្នឹងដែរនិយាយទៅគឺវាមានរាងដូចជាផ្កាយចឹងបើយើងមើលពីលើមេឃមកហើយនៅក្នុងប្រទេសនេះដែរទេសចរទាំងអស់ក៏អាចដើរមើលអគារជុំវិញនឹងបានដែរហើយអគារទាំងអស់ហ្នឹងមកដល់សប្តាហ៍ថ្ងៃនេះក៏វានៅតែជាមជ្ឈមណ្ឌលយោធារបស់កងទ័ពដេណឺម៉ាកដែរ ឆ្លងស្ពានណាឥឡូវមកដល់មួយមកខាងទៀតហើយនិយាយទៅនេះខាងកណ្ដាលគេនេះរៀងគេដូចផ្កាយចឹងនៅអឺរ៉ុបនេះគេសបោអា hop on hop off នេះនិយាយទៅហើយនៅប្រទេសខ្លះវិញណាគឺ scam ណាវាកឡើងលក់សម្បត្តិថ្លៃមកថ្លៃឥឡូវហ្នឹងយើងដើរទៅកន្លែងកំពង់ផែគេតូចមួយហ្នឹងកន្លែងគេចតយ៉ាត់ចតអីហ្នឹង ទៅមើលទៀងមួយឆាហុកនាងមួយឆានេះយើងទៀបដល់ពេលយើងចង់មើលទេសភាពយើងលើកាមេរ៉ាទៅយើងចាំមើលតាមក្រោយមេឃបើកថ្ងៃឡើងចាំងហ្មងណាឥឡូវហ្នឹងខ្ញុំឮតាពួកអ៊ីតាលីនិយាយភាសាអ៊ីតាលីហ្នឹងខ្ញុំដឹងថា Ballerina Cappuccina Tralala tralala tung 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 sahur ណាគេដឹងអា brand រត់នឹងខ្លះ comment កន្លែងណាដែលមាន tourist ច្រើនកន្លែងហ្នឹងហើយដែលជាកន្លែង landmark របស់គេកន្លែងល្បីរបស់គេនេះនេះច្រើនមែនគេចាំទូកចាំកប៉ាល់អីដឹងឮខ្ញុំនិយាយថានាងមួយឆាយណាតាមពិតវាមិនមែនអស្ចារ្យអីទេនិយាយទៅប៉ុន្តែគ្រាន់តែថាវាគឺជា landmark នៅប្រទេសនេះអញ្ចឹងណាដល់ពេលម្នាក់នាំគ្នាមកថតរូបថតអីប៉ុន្តែបើថាយើងមកពីប្រទេសដែលមានប្រាសាទមានចម្លាក់អីស្អាតៗអីហ្នឹងគឺវាអត់មានអីថាអស្ចារ្យសម្រាប់យើងប៉ុន្តែនេះហ្នឹងមើលមនុស្សhơiច្រើនណាស់និយាយទៅខ្ញុំអត់អាចវិជាចោះទៅថតរូបអីនៅខាងហ្នឹងបានតែថាធ្វើវីដេអូតិចតួចឲ្យអ្នកទាំងអស់គ្នាមើលហើយនឹងថតរូបកាមេរ៉ាមួយដែរប៉ុន្តែវាមិនមែនលក្ខណៈថាស្អាតខ្លាំងឬអីណាតែគាត់ថាមនុស្សនៅក្រោយ background ខ្ញុំច្រើនខ្លាំងមែនតើអានេះគឺជាអ្វីដែលខ្ញុំតែងតែនិយាយថាពេលយើងដើរលេងគឺកុំរំពឹងថាអត់មានមនុស្សឬក៏អីឬក៏ស្រួលថតរូបអ្នកខ្លះគេថតរូបមកបានមួយស្អាតហ្នឹងក៏មិនស្រួលដែរប៉ុន្តែឥឡូវមកមើលនេះនិយាយពីថាមនុស្សគាត់ណារូបនាងមួយឆាទួចញៀបមួយហ្នឹងឯណានិយាយពីថាមនុស្សទូគេទូធួឥឡូវហ្នឹងខ្ញុំនាំគ្នាដើរទៅមើលកប៉ាល់ទាហានគេនោះនាវានេះក៏ធំដែរនេះនៅស្រុកនេះគឺគេនិយមដាំដើមឈើនៅលើតបូលដើមផ្កាយនៅលើតបូលអានេះនៅលើតបូលនេះអានោះអីនោះគេដាំចឹងទៅនៅពេលដែលខែក្តៅធ្វើជួយឲ្យត្រជាក់អញ្ចឹងណានៅពេលដែលខែល្ងាធ្វើឲ្យកក់ក្តៅមែនទេគេដាំនៅលើតបូលគេនេះចឹងមកដាក់ការដាក់អីមកហើយនៅខាងក្រោមនោះនៅកន្លែងកណ្ដាលហ្នឹងគេមានកន្លែងគេផឹកកាហ្វេអង្គុយយកថ្ងៃអញ្ចឹងទៅខាងក្រោយនេះគឺនាវា ឥ
Mà pu nó bông hiệp chăm tôi thấy nè ếch nè nó lừa smile nó đôi chờ cái lại cái đây sư máy cái đây sư mình này chẳng đặc biệt lụa mò hay tròn cho tiết này hai bữaตัวไปเมื่อปฏิแต่เฮียนนั่งห้าวยอมก็ตลอดมากกับเป้าว่ายอมวิ่งผัวไอ้เหล่าน้องกูแทวิเฮียงละเงียดได้เฮ้ยชอนแล้วก็วิคลังได้ให้เตสเพียบจังปีประตูบ่อยยอมไงนี่นั่งคือวินเมียลพาร์คคือเกซังซังนะวินเมียลพาร์คนั่งฉลองกัดกระดาษสมดหมองให้บ่เมื่อเตสมดเว้ยคือท่าทมระวังระเวยมันดังก็ตราวหนาเตให้เกซังวินเมียลนั่งหนังจัดดอถอยมาแข่งติดเลยนั่งมองไปให้เจียมเปอไปละเงียดจ้ะហើយកប៉ាល់របស់ខ្ញុំហ្នឹងក៏បានចេញពីច្រាំងដែរហើយខ្ញុំក៏នាំគ្នាទៅ Sky Lounge ដើម្បីផឹកអីនិងមើលឯងគេហាត់ប្រាណគេអីនេះដូចចាស់នៅកន្លែងនេះគាត់មកហមហាត់ប្រាណពេលល្ងាចអញ្ចឹងទៅ chia nèនៅ Sweden ហើយមកដល់កន្លែងនេះហ្នឹងគឺកប៉ាល់គឺជិះដល់ប្រទេសស៊ុយអែតហើយឡើងនៅចិត្តហ្មងហើយវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ដែរអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះបាទអ្នកទាំងអស់គ្នាចូលចិត្តមើលវីដេអូដែលលេងកុំភ្លេច Subscribe នៅ Channel របស់ខ្ញុំផងបាយបាយ